សួស្តីខ្ញុំឈ្មោះហារីលើកនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីភាពខុសគ្នារវាងកន្លែងជ្រកនិងមណ្ឌលជ្រកមុននេះខ្ញុំបានពន្យល់អំពីគ្រោះមហន្តរាយមកហើយតើអ្នកទាំងអស់គ្នាដឹងទេថាកន្លែងជ្រកនិងមណ្ឌលជ្រកមានភាពខុសគ្នាយ៉ាងដូចម្តេចដំបូងខ្ញុំនឹងពន្យល់អំពីកន្លែងជ្រកសិនកន្លែងជ្រកគឺជាកន្លែងដែលយើងរត់គេចខ្លួនពេលមានភ្លៀងធ្លាក់ខ្លាំងឬរលកយក្សកន្លែងនោះនឹងខុសគ្នាទៅតាមប្រភេទគ្រោះមហន្តរាយបន្ទាប់មកមណ្ឌលជ្រកគឺជាកន្លែងសម្រាប់អ្នកដែលមិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារភ្លៀងធ្លាក់ខ្លាំងឬរលកយក្សអាចស្នាក់នៅបណ្ដោះអាសន្នយើងប្រើអគារសាធារណៈដូចជាសាលារៀនជាដើមឥឡូវនេះតើអ្នកយល់អំពីភាពខុសគ្នារវាងកន្លែងជ្រកនិងមណ្ឌលជ្រកហើយឬនៅទាំងពីរនេះសុទ្ធតែជាកន្លែងដែលអាចការពារជីវិតរបស់អ្នកពីគ្រោះមហន្តរាយបានសូមប្រើប្រាស់អាស្រ័យទៅលើស្ថានភាពនីមួយមណ្ឌលជ្រកគឺជាកន្លែងសម្រាប់អ្នកដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយអាចស្នាក់នៅបណ្ដោះអាសន្ននេះមានន័យថាអ្នកនិងមនុស្សផ្សេងទៀតនឹងរស់នៅកន្លែងតែមួយនៅក្នុងមណ្ឌលជ្រកបែបនេះការយកចិត្តទុកដាក់គ្នានិងជួយគ្នាគឺមានសារៈសំខាន់ណាស់ពាក្យថាជួយគ្នាគឺមានន័យថាជួយសហគ្នាទៅវិញទៅមកដូច្នេះការមានគំនិតបែបនេះនិងអនុវត្តនៅក្នុងមណ្ឌលជ្រកគឺសំខាន់ណាស់ដោយមានចិត្តជួយគ្នានេះយើងមកជួយអ្នកដែលកំពុងមានបញ្ហានៅក្នុងមណ្ឌលជ្រកសូមអរគុណចំពោះការទស្សនារបស់អ្នកសូមកុំភ្លេចមើលវីដេអូបន្ទាប់ផងដែរ